បាទជំរាបសួរពុកម៉ែបងប្អូនទាំងគ្នាបាទនេះគឺជាសកម្មភាពប្រជាជនបាទជាពលករមកពីប្រទេសថៃរបស់យើងដែលគាត់មកធ្វើការបាទតេស្តសមត្ថភាពលើជំនាញភាសាបាទអញ្ចឹងមួយរយៈនេះមានបងប្អូនដែលជាពលករយើងគាត់មកធ្វើតេស្តច្រើនមែនទែនបាទនៅជាស្ថានទូតចក្រទេសគម្ពីរជួយសិនស្វែងរៀងបាទអញ្ចឹងចំពោះបងប្អូនដែលជាពលករបាទបងប្អូនចេះជំនាញភាសាប៉ុន្តែបងប្អូនទៅមានសញ្ញាបត្រណាបាទអញ្ចឹងសូមបងប្អូនបាទចំណាយពេលតែមួយព្រឹកឬក៏មួយរសៀលទេបាទដោយមកធ្វើតេស្តនៅជាស្ថានភូមិចេកទេសភូមិពាជួយសិនស្វ័យរៀងដោយគិតថ្លៃបាទតេស្តចប់ភ្លាមបងប្អូនចំណាយពេលមួយព្រឹកឬក៏មួយរសៀលហ្នឹងបាទតេស្តចប់ភ្លាមគឺបងប្អូនទទួលបានសញ្ញាបត្រជាផ្លូវការមួយភ្លាមដែលចេញដោយក្រសួងការងារនិងដំណើរជីវៈបាទចឹងរដ្ឋាភិបាលយើងក៏កំពុងតែបាទផ្ដល់នៅគុណវុឌ្ឍិមួយជំនាញជូនដល់បងប្អូនទាំងអស់គ្នាដែលបងប្អូនមានជំនាញហើយតែមិនទាន់មានសញ្ញាបត្រឥឡូវនេះគាត់នឹងធ្វើសញ្ញាបត្រជូនបាទដោយអនុញ្ញាតដល់បងប្អូនមកតេស្តធ្វើការវិតម្លៃសមត្ថភាពបងប្អូនដែលមានពីមុនមកហ្នឹងថាតើបងប្អូនធ្វើតេស្តបានកម្រិតណាបាទអញ្ចឹងហើយការធ្វើតេស្តនេះគឺមិនមានគិតប្រាក់ទេបាទចឹងបងប្អូនកុំអោយឱកាសនេះកន្លងហួសទៅសូមបាទជាយាមបាទមកធ្វើតេស្តដើម្បីទទួលបាននៅគុណវុឌ្ឍិមួយដែលជាផ្លូវការច្បាស់លាស់មកអាចយកសញ្ញាបត្រនេះបាទទៅប្រកបរបរទៅធ្វើការនៅវិស័យឯកជនផ្សេងគឺបាទពិតជាល្អមែនទែនណាបាទអញ្ចឹងក្នុងវីដេអូនេះខ្ញុំចង់បង្ហាញតែបងប្រុសដែលគាត់បាទមានទឹកដៃភាសាល្អហើយក៏ថតសកម្មភាពគាត់តិចទៅបាទអញ្ចឹងបងប្អូនដែលជាពលករហើយមានជំនាញភាសាបាទកុំទុកសមត្ថភាពរបស់បងប្អូនចោលណាបាទឆ្លៀតពេលទៅព្រឹកមកនេះក៏មួយរសៀលមកបងប្អូនទំនេរពេលណាបាច់មកពេលនឹងបាននៅទៅថ្ងៃសៅរ៍ឬថ្ងៃអាទិត្យចឹងទៅណាបាទចំណាយពេលទៅព្រឹកគឺបងប្អូនបានសញ្ញាបត្រមួយទៅប្រើជាផ្លូវការបានហើយបាទអញ្ចឹងវីដេអូនេះបងប្អូនដែលមានបំណងមកសូមតាក់ទងតាមទីរាយការណ៍ខ្ញុំខាងក្រោមបាទសូមអរគុណច្រើនបងប្អូនអរគ្នាហើយកុំភ្លេចឱកាសនេះបាទកុំឲ្យឱកាសនេះឆ្លងផុតទៅបាទសូមអរគុណច្រើនមែនទែនបាទអរគុណជម្រាបលា